ជីវិតនេះជារបស់យើងដែលយើងត្រូវមើលថែត្រូវគ្រប់គ្រងឲ្យបានល្អជាទីបំផុតមិនមែនពោលប្រឆាំងនឹងអនត្តាធម៌ទេតែនេះជាសមត្ថកថាដែលត្រូវពោលរំលឹកថាយើងមានសិទ្ធិដណ្ដើមជីវិតយើងអំពីបាបអំពីសេចក្តីទុក្ខសោកមកវិញយើងមានសិទ្ធិធ្វើជាមនុស្សល្អទោះជាយើងមិនមានអ្វីផ្សេងទៀតក៏ដោយហើយយើងក៏មានសិទ្ធិសាងសេចក្តីសុខស្ងប់ឲ្យខ្លួនឯងបានដែរផ្កាឈូកមួយដែលរីកទទួលរស្មីនៃព្រះអាទិត្យទាំងព្រឹកព្រលឹមបានតើផ្កាឈូកនោះត្រូវប្រឹងប្រែងដុះឆ្លងកាត់ទឹកភក់និងឆ្លងកាត់វិបត្តិយ៉ាងណាខ្លះមនុស្សយើងគឺត្រូវប្រឹងប្រែងរើខ្លួនចេញពីភក់កិលេសចេញពីសេចក្តីទុក្ខទទួលយកពន្លឺព្រះធម៌បើកស្រទាប់អវិជ្ជាផ្សាយក្លិនក្រអូបចេញពីកេសរគឺនវៈលោកតរធម៌រីកស្រស់បំព្រងទៅដោយបញ្ញានៅក្នុងបុព្វវគ្គវគ្គទី4នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាមេរាធិរាជទុកជាខំស្វែងរកក៏មិនជួបនៅផ្លូវរបស់លោកអ្នកដែលមានសិលបរិបូរណ៍ជាអ្នកនៅដោយសេចក្តីមិនប្រមាទមានចិត្តផុតស្រឡះចាកធម៌ជាគ្រឿងសៅហ្មងព្រោះដឹងច្បាស់តាមហេតុផ្កាឈូកទោះជាដុះមកកើតឡើងក្នុងកំណត់សម្រាមដែលគេចាក់ចោលក្បែរផ្លូវធំនោះក៏ដោយក៏គង់មានក្លិនក្រអូបជាទីរីករាយចិត្តបានយ៉ាងណាមិញក្នុងបណ្ដាជនដែលត្រូវជាកំណត់សម្រាមសាវករបស់ព្រះសម្មាសម្ពុទ្ធរមែងរុងរឿងដោយប្រាជ្ញារបស់ខ្លួនកណ្ដងផុតនៅពុទ្ធជនទាំងឡាយដែលងងខ្លៅដូច្នោះឯង